បងប្អូនអ្នកខ្លះដែលចូលចិត្តញ៉ាំបបរសតែធន់ក្នុងការដាំរយៈពេលយូរadmin មាន tip ខ្លះចង់បង្ហាញជូនបងប្អូនតោះឥឡូវយើងមកមើល tip ដាំបបរសទាំងអស់គ្នាណាជាដំបូងយើងមានបាយសមួយចានដាក់បាយសចូលទៅក្នុងឆ្នាំងបន្ទាប់មកយើងចាក់បន្ថែមទឹកឲ្យបាន3ចានបងប្អូនត្រូវវាស់ទឹកឲ្យបានស្មើគ្នាអញ្ចឹងមានន័យថាបាយ1ចានទឹក3ចានណាបងប្អូនបន្ទាប់មកយើងចាប់ផ្ដើមដាក់ឆ្នាំងដាំកន្លងពេលដាំបងប្អូនត្រូវអាសាយកវិចមកកូរដើម្បីកុំឲ្យជាប់បាតឆ្នាំងណាបងប្អូនបន្ទាប់ពីបបរបានពុះរួចហើយបងប្អូនត្រូវទៅថយភ្លើងរួចហើយបន្តដាំរហូតដល់រយៈពេល10នាទីណាបងប្អូនចំណែកពពុះសនៅលើហ្នឹងបងប្អូនអាចដួសចេញម្ដងពីរដងចឹងណាបងប្អូនហើយកន្លងពេលដាំបងប្អូនក៏ត្រូវអាសាកូរបាត់ឆ្នាំងដែរដើម្បីកុំឲ្យជាប់បាត់បន្ទាប់ពីដាំអស់រយៈពេល3នាទីគឺយើងមានសភាពបបរបែបនេះពេលក្រោយមកបបរយើងក៏ចាប់ផ្ដើមខាប់ហើយអញ្ចឹងក្នុងអំឡុងពេលនេះបើសិនជាបងប្អូនចូលចិត្តរាវបងប្អូនអាចបន្ថែមទឹកក្តៅដើម្បីឲ្យមានសភាពរាវជាងនេះបងប្អូនសម្រាប់ខ្ញុំគឺខ្ញុំចូលចិត្តរាវខាប់ល្មមចា៎ឥឡូវនេះបបរខ្ញុំបានរួចរាល់ហើយបងប្អូនអាចធ្វើការសាកល្បងបានសំខាន់គឺចំណេញពេលខ្លាំងៗតែម្ដងនេះជួបគ្នានៅវីដេអូក្រោយទៀតបាយ